នេះគឺជាបន្ទប់ដែលពួកខ្ញុំទើបតែរើមកចូលបាទគឺមើលទៅសភាពគឺរៀងរោករាដែរវីដេអូនេះខ្ញុំធ្លាប់ផុសម្ដងទេតែមានអ្នកមើលឥឡូវខ្ញុំផុសម្ដងទៀតទៅឥឡូវកំពុងតែរៀបចំតោះទៅពេលរៀបចំហើយវាមានសភាពដូចម្ដេចតោះទៅមើលអស់គ្នាគឺគិតទៅមិនស្មើបាទឥឡូវនេះគឺបានប្រហែល30%ហើយនៅ70%ទៀតដែលមិនទាន់ហើយនេះគឺវាមិនមែនស្អាតប្រហែលទេបងវាមិនមែនស្អាតដល់អស្ចារ្យណាស់ទេគឺមកល្មមមកប្លែកថែមមករស់នៅកុំឲ្យឃើញអាក្រិចពេកណាបាទបន្ទប់នេះចូលដំបូងគឺអាក្រិចមែនតើនេះនៅសបុកស្បាត់ឡើងមួយកណ្ដោទៀតដែលយើងមិនទាន់រៀបចំហើយបើតាមចិត្តខ្ញុំអញ្ចឹងនឹងដាក់ថៃតែគាត់ស្អាតគាត់ចង់ស្អាតតែអីអញ្ចឹងឥឡូវកំពុងតែរៀបចំចានចំឆ្នាំរៀបចំកុំឲ្យវាញ៉ៃញ៉ៃអើយនិយាយទៅខ្ញុំធុញផុតដូរបន្ទប់អីហ្នឹងគឺធ្វើម៉េចបើសង្សារយើងដូរឲ្យទ្វារទៅបាទនៅក្នុងបន្ទប់ទឹកទៀតយើងត្រូវដូរទៅអីឥឡូវនេះគឺបានហើយបាទគឺបាននិយាយទៅស្អាតមកខ្ញុំដែរវាមិនអាក្រក់ដូចមុនណាមុនគឺពិបាករស់នៅឥឡូវគឺវារៀងក្រាន់ណាយើងអ្នកធូរធាររៀបចំតែប៉ុណ្្នឹងទៅហើយបាទសូមអរគុណបាយ